កូនស្រីទាំងពីរនៃត្រកូលសិននៅតំបន់វែងថេបានរៀបការនៅថ្ងៃតែមួយកូនស្រីច្បងបានរៀបការជាមួយត្រកូលឆៃដែលមានមុខមាត់ខ្ពង់ខ្ពស់ចំណែកឯខ្ញុំដែលជាកូនចិញ្ចឹមដែលមិនសូវមានគេស្រឡាញ់ត្រូវបានគេផ្គូផ្គងឲ្យរៀបការជាមួយនិស្សិតក្រីក្រម្នាក់ខ្ញុំគិតថាវាគឺជាផ្លូវដ៏សុខសាន្តមួយប៉ុន្តែខ្ញុំមិនបានដឹងសោះថាការរៀបចំផែនការបានចាប់ផ្ដើមនៅឯផ្លូវបំបែកនេះតាំងពីយូរណាស់មកហើយហេតុអ្វីបានជាស្ងាត់ម្ល៉េះត្រកូលឆៃនៅទីក្រុងឆេងយូមិនអាចស្ងាត់ជ្រុងគ្មានសូរសំឡេងអបអរសាទរពីអ្នកជិតខាងបែបនេះបានឡើយត្រកូលឆៃស្វាគមន៍កូនប្រសារថ្មីចូលឆ្លងកាត់កូនឆ្នាំងភ្លើងនេះមកត្រកូលឆៃអ្នកគ្រប់គ្រងអ្នកខ្វាក់ភ្នែកឬយ៉ាងណាខ្ញុំគឺសិនយ៉ានឹងហេតុអ្វីបានជាអ្នកនាំខ្ញុំមកត្រកូលឆៃចាប់តាំងពីត្រកូលសិនបានបញ្ជូនអ្នកមកដល់មាត់ទ្វារត្រកូលឆៃមិនថាអ្នកជាកូនស្រីច្បងឬកូនស្រីទី2នោះទេយប់នេះអ្នកត្រូវតែចូលក្នុងបន្ទប់របស់កូនប្រុសច្បងត្រកូលឆៃជាដាច់ខាតខ្ញុំមិនរៀបការទេខ្ញុំត្រូវតែត្រឡប់ទៅត្រកូលសិនដើម្បីសួរឲ្យដឹងសេចក្តីចាប់នាងចូលទៅកូនប្រុសច្បងរងចាំមិនបានទៀតទេកុំបំបែកវាឲ្យសោះទ្វារនេះត្រកូលឆៃបានចាក់សសម្រាប់តែមនុស្សរស់ប៉ុណ្ណោះប៉ុន្តែសម្រាប់អ្នកដែលត្រូវចេញពីទីនេះទៅមានតែមនុស្សស្លាប់ប៉ុណ្ណោះតើអ្នកគឺជាឆៃហ៊្យួនមែនទេអ្នកមានអាការឈឺធ្ងន់បែបនេះតើនេះហៅថាការរៀបការដែរឬថ្នាំសម្រាប់បន្តជីវិតរបស់ខ្ញុំត្រូវបានបញ្ឈប់តាំងពីមុនថ្ងៃរៀបការមកម្លេះយប់នេះពួកគេគ្រាន់តែចង់បានមនុស្សម្នាក់មកធ្វើជាអ្នកស្លាប់ជំនួសខ្ញុំតែប៉ុណ្ណោះអ្នកបម្រើបានប្រាប់ឲ្យខ្ញុំតាមដានកូនប្រសារថ្មីឲ្យបានល្អកូនប្រុសច្បងបានស្លាប់ហើយមនុស្សមកជួយផងកូនប្រុសច្បងដាច់ខ្យល់ហើយមេធ្មប់ឯងទើបនឹងចូលមកដល់ក៏ចង់សម្លាប់ប្តីខ្លួនឯងចាប់នាងមកអ្នកស្រីហេតុអ្វីបានជាអ្នកប្រញាប់ចង់សម្លាប់ខ្ញុំដើម្បីបំបិតមាត់ដូច្នេះអ្នកគឺជាអ្នកដែលនៅពីក្រោយការបញ្ឈប់ថ្នាំមែនទេអ្នកនិយាយចោទប្រកាន់ខ្ញុំវិធីសាស្ត្របដូរនេះពិតជាពូកែណាស់ប៉ុន្តែចុះបើគ្រួសារខាងនោះបន្ទោសមកវិញបន្ទោសគ្រួសារនោះបានបង្ហើបប្រាប់តាំងពីមុនមកម្លេះថាគេគ្រាន់តែចង់បានមនុស្សដែលមានឆ្នាំកំណើតត្រូវគ្នាដើម្បីធ្វើពិធីកម្ចាត់រឿងអាក្រក់ប៉ុណ្ណោះមិនខ្វល់ថាជាកូនស្រីច្បងឬកូនស្រីទី2នោះទេកូនស្រីទី2បានស៊ីបាយគ្រួសារយើងអស់15ឆ្នាំឥឡូវដល់ពេលត្រូវទៅរងគ្រោះជំនួសប្អូនស្រីហើយនោះគឺជារឿងដែលគេត្រូវសងគុណវិញហេតុអ្វីបានជាប្អូននៅទីនេះប្អូនស្រីបងស្រីខ្ញុំឮថាគ្រួសារនោះមានរឿងអាក្រក់ច្រើនទើបខ្ញុំយំសុំគេដើម្បីទៅរងគ្រោះជំនួសបងស្រីនាងឆ្លៀតពេលខ្ញុំមិនប្រយ័ត្នឃុំខ្ញុំទុកហើយបង្ខំឲ្យខ្ញុំបដូរឈុតអាពាហ៍ពិពាហ៍នេះហេតុអ្វីបានជានាងល្ងងបែបនេះរឿងហួសពេលទៅហើយបើគ្រួសារខាងនោះដឹងថាបដូរមនុស្សគេនឹងសម្លាប់ប្អូនស្រីចោលមិនខានសូមបងស្រីជួយលាក់រឿងនេះផងខ្ញុំព្រមធ្វើជាអ្នកបម្រើបងស្រីពេញមួយជីវិតបានមេធ្មប់នោះទៅវិញលោកស្រីគួរតែហៅមន្ត្រីមកពិនិត្យមើលម្សៅថ្នាំនៅក្នុងធូបនេះវិញមើលថាអ្នកណាជាអ្នកដាក់ថ្នាំពុលពិតប្រាកដចាប់យកស្រីក្បត់នេះទៅឃុំក្នុងបន្ទប់ស្តុកអស់ស្អែកព្រលឹមខ្ញុំនឹងដកស្បែកនាងទាំងរស់សោយហើយឯងទៅយាមនៅមាត់ទ្វារឲ្យជាប់កុំឲ្យនាងរត់រួចឲ្យសោះបើមិនដូច្នោះទេខ្ញុំនឹងដកស្បែកឯងទាំងរស់យល់ហើយសោយឯងយ៉ាងម៉េចហើយខ្ញុំហៀបនឹងស្លាប់ហើយជួយខ្ញុំផងយល់ហើយសោយកុំមាត់បើហ៊ានស្រែកឲ្យគេឮខ្ញុំនឹងឲ្យអ្នកទាំងផ្ទះដឹងរឿងនេះទាំងអស់ឯងចង់បានត្បូងដាំចិញ្ចៀនរបស់ខ្ញុំមែនទេខាងក្រោមត្រជាក់ណាស់
យប់ជ្រៅមកលួចរបស់មនុស្សស្លាប់បែបនេះមិនខ្លាចមិនដឹងអ្វីដែលនឹងកើតឡើងទៅថ្ងៃមុខទេកុំមាត់បើហ៊ានស្រែកឲ្យគេឮខ្ញុំនឹងឲ្យអ្នកទាំងផ្ទះដឹងរឿងនេះទាំងអស់ឯងលួចចូលមកបន្ទប់មនុស្សស្លាប់ទាំងយប់ជ្រៅដើម្បីលួចមាសប្រាក់បើគេដឹងរឿងដែលឯងដាក់ថ្នាំពោសម្រាប់បងប្រុសខ្លួនឯងតើឯងគិតថាឯងនឹងត្រូវទទួលទោសយ៉ាងណាដែរខ្ញុំគ្រាន់តែមកយកត្បូងនេះទេការស្លាប់របស់បងប្រុសមិនពាក់ព័ន្ធនឹងខ្ញុំឡើយនៅខាងក្រៅគេកំពុងតាមចាប់ខ្ញុំដែលជាឃាតកចំណែកឯងវិញក៏មិនធម្មតាដែរដែលហ៊ានរត់ចូលមកក្នុងបន្ទប់របស់មនុស្សស្លាប់ទាំងយប់ជ្រៅដើម្បីលួចទ្រព្យសម្បត្តិខ្ញុំបាននិយាយរួចហើយថាខ្ញុំគ្រាន់តែមកយកត្បូងនេះបើចង់ដឹងថាគេជឿអត់ឯងយកទៅប្រាប់មន្ត្រីជំនុំជម្រះទៅមើលខ្ញុំនេះហើយជាអ្នកដែលត្រូវមកស្លាប់ជំនួសគេប៉ុន្តែបងប្រុសឯងបានស្លាប់បាត់ទៅហើយតើមុខតំណែងស្នងរកនេះនឹងទៅលើអ្នកណាទៅប្រសិនបើម្ចាស់ផ្ទះមកដល់ពេលនេះហើយគេឃើញឯងកំពុងនៅទីនេះតើគេនឹងជឿថាឯងបានសម្លាប់បងប្រុសឬមួយគេជឿថាឯងលួចចូលមកដើម្បីប្លន់ទ្រព្យសម្បត្តិកុំធ្វើឲ្យខ្ញុំភ័យខ្លាចអីម្ដាយខ្ញុំនឹងការពារខ្ញុំការការពារជីវិតគឺជារឿងមួយប៉ុន្តែអនាគតទៅមុខទៀតនោះបើគេចោទប្រកាន់ថាឯងសម្លាប់បងប្រុសដើម្បីដណ្ដើមទ្រព្យសម្បត្តិតើឯងគិតថាឯងនឹងអាចរួចផុតពីការដាក់ទោសដែរឬទេ